វេនកខ្យល់របស់ក្រវ៉ាន់មានពីរប្រភេទសំខាន់ៗដែលជ្រើសរើសទៅតាមទីតាំងប្រើប្រាស់ដែលទីមួយគឺវេនកខ្យល់ប្រើខ្សែភ្លើងមួយហ្វាប្រភេទនេះប្រើចលនាអគ្គិសនីធម្មតា220វ៉ុលនិង50ហឺតដែលមានជាទូទៅនៅផ្ទះអគារហាងនិងទីតាំងអាជីវកម្មភាគច្រើនហើយវាមានកម្ពស់ប្រសិទ្ធភាពសម្រាប់ទ្វារគឺ 3.8 ម៉ែត្រល្បឿនខ្យល់21ម៉ែត្រក្នុង1វិនាទីស័ក្តិសមសម្រាប់ហាង supermarket ភោជនីយដ្ឋាន office pharmacy showroom និងទ្វារចូលអគារផ្សេងៗហើយ model របស់វាអាចមានជា ACK 1000 ACK 1002 ACK 1005 ACK 1008និង ACK 2000ជាដើមដែលវាមានទំហំខុសៗគ្នាទៅតាមទទឹងរបស់ទ្វារហើយប្រភេទទី2នោះគឺវេនកខ្យល់ដែលប្រើខ្សែភ្លើង3ហ្វាប្រភេទនេះមានកម្លាំងធំជាងប្រើចរន្ត320វ៉ុលនិង50ហឺតស័ក្តិសមសម្រាប់កម្ពស់ទ្វារ6ទៅ7ម៉ែត្រល្បឿនខ្យល់28ម៉ែត្រក្នុង1វិនាទីដែលស័ក្តិសមសម្រាប់ទ្វារចូលរោងចក្រឃ្លាំង loading area ឃ្លាំងត្រជាក់និងទ្វារឧស្សាហកម្មធំៗហើយសម្រាប់ model ដែលយើងមានដូចជា 6009S 6012S 6015S 6018S និង 6020S ជាដើមវេនកខ្យល់ទាំងពីរប្រភេទជួយបង្កើតជារបាំងខ្យល់នៅមាត់ទ្វារដើម្បីកាត់បន្ថយការចូលរបស់ធូលីដីសត្វល្អិតខ្យល់ក្តៅពីខាងក្រៅហើយក៏ជួយរក្សាសីតុណ្ហភាពខាងក្នុងបានយ៉ាងល្អជាងមុនទៀតផងក្រវ៉ាន់ដំឡើងវេនកខ្យល់ដោយត្រួតពិនិត្យកម្ពស់ទ្វារទទឹងទ្វារកម្លាំងភ្លើងនិងបរិយាកាសប្រើប្រាស់ជាក់ស្ដែងដើម្បីឲ្យការប្រើប្រាស់កាន់តែមានប្រសិទ្ធភាព